មហារីកសួតតនកាលទី4អាចព្យាបាលជាបានអត់ដែរគ្រូមហារីកតនកាលទី4ពាក្យថាជាមានតិចមែនតើសឹងអត់មានទេគេដាក់ថាតិចជាង 1% អញ្ចឹងណាប៉ុន្តែក៏មានអ្នកជំងឺខ្លះគាត់អាចរស់នៅតនកាលទី4រស់នៅបានលើសពី5ឆ្នាំដែរតែមិនមែនគ្រប់អ្នកជំងឺមក10អ្នក100អ្នកគឺគាត់អាចរស់នៅចឹងទាំងអស់គ្នាគ្រាន់ថាមានករណីកម្រខ្លះគាត់អាចរស់នៅបានលើសពី5ឆ្នាំចឹងដែរអញ្ចឹងមិនមែនមានន័យថាគាត់តនកាលទី4គឺគាត់ដឹងតែគ្រោះថ្នាក់ដឹងតែស្លាប់4-5ឆ្នាំក៏មិនមែនមានន័យថាអញ្ចឹងដែរហើយសួរថាអញ្ចឹងតនកាលទី4ព្យាបាលបានអត់ព្យាបាលបានអត់ជាមែនតែយើងព្យាបាលបានព្យាបាលធ្វើអីបើអត់ជាផងព្យាបាលគឺដើម្បីបង្កើនគុណភាពជីវិតរបស់គាត់តែបើតែគាត់អត់ជាមែនគាត់អាចរស់នៅមួយមហារីកនៅក្នុងខ្លួនគាត់ដូចគេដូចឯងធ្វើការដូចគេដូចឯងធ្វើដំណើរដូចគេដូចឯងអត់វេទនាអត់ឈឺចាប់ជាជាងដែលយើងអត់ព្យាបាលហើយទុកឲ្យជំងឺនឹងវាវិវត្តទៅយើងឈឺចាប់ទៅយើងតណាត់កើតយើងកេងកតេលកេងអីចឹងទៅអញ្ចឹងទោះតែយើងមហារីកតនកាលទី4ហើយក៏យើងនៅតែអាចព្យាបាលដែរគ្រាន់តែថាជាមិនជាភាគរយជាវាតិចមែនតើប៉ុន្តែបើសិនតនកាលទី1ទី2ទី3ភាគរយជានៅមានអញ្ចឹងបើយើងបញ្ញាប់មកព្យាបាលត្រឹមត្រូវតាមក្បួនវិទ្យាសាស្ត្រជួបជាមួយអ្នកជំនាញគឺឱកាសយើងខ្ពស់មែនតើ